Telegram ប្រើរាល់ថ្ងៃស្រាប់តែយើងធ្វើការផ្លាស់ប្ដូរជាមួយនឹង device ថ្មីឬក៏យើងបដូរទៅទូរស័ព្ទថ្មីស្រាប់តែវាទាមទារឲ្យយើងធ្វើការហ្នឹងចំណាយលុយអូខេអញ្ចឹងបើសិនជាក្នុងករណីបងប្អូនជួបបញ្ហាបែបនេះខ្ញុំនឹងបង្ហាញបងប្អូនលម្អិតតែម្ដងពីវិធីសាស្ត្រក្នុងការដោះស្រាយដើម្បីកុំឲ្យយើងនឹងចំណាយលុយទៅលើការប្រើប្រាស់នៅកម្មវិធី Telegram បែបហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនធ្វើការចូលជាមួយនឹង app ហើយស្រាប់តែវាចេញបញ្ហាបែបនេះណាអញ្ចឹងយើងអាចដោះស្រាយបានទេហើយចូលប្រើប្រាស់ក៏អត់កើតដែរអញ្ចឹងខ្ញុំមានកលឹះមួយដើម្បីចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រក្នុងការប្រើប្រាស់ Telegram បានវិញអូខេតោះអញ្ចឹងកុំឲ្យខាតពេលយូរជាដំបូងបងប្អូនគ្រាន់តែធ្វើការយើង scroll app នឹងចេញទៅហើយបន្ទាប់មកយើងគ្រាន់តែធ្វើការចុចទៅលើពាក្យជ្រោមក៏បាន Google ក៏បានដែរនឹងស្រេចទៅលើបងប្អូនទេបាទបន្តមកទៀតយើងគ្រាន់តែធ្វើការវាយពាក្យថា Telegram web ចឹងបន្ទាប់ពីធ្វើការវាយ Telegram web ហើយវានឹងបង្ហាញផ្ទាំងបែបនេះដើម្បីឲ្យបងប្អូនធ្វើការជ្រើសរើសណាហើយអ្វីដែលសំខាន់គឺត្រង់ចំណុចខាងលើចឹងបងប្អូនត្រូវកលេចមើលខាងលើហ្នឹងគឺគេដាក់ថា Telegram web.org បាទអញ្ចឹងយើងធ្វើការចុចទៅលើត្រង់ចំណុចលើហ្នឹងមកយើងចុចទៅលើ link វាមកណាអញ្ចឹងនៅពេលដែលយើងធ្វើការចុចទៅលើ link របស់ Telegram នឹងហើយវានឹងបង្ហាញផ្ទាំងមួយទៀតដើម្បីឲ្យយើងធ្វើការបំពេញនៅព័ត៌មានខ្លះតាក់ទងជាមួយនឹង Telegram ហ្នឹងណាហើយអត់ពិបាកទេបងប្អូនអញ្ចឹងវានឹងបង្ហាញផ្ទាំងបែបនេះតែម្ដងដូចដែលយើងចូលជាមួយនឹង Telegram នៅក្នុង app របស់យើងអញ្ចឹងអូខេហើយបន្ទាប់ពីចេញទម្រង់បែបនេះរួចរាល់ហើយវានឹងតម្រូវឲ្យយើងធ្វើការវាយលេខកូដប្រទេសឬក៏វាចេញលេខកូដប្រទេសឲ្យអូតូតែម្ដងយើងគ្រាន់តែធ្វើការវាយនៅលេខទូរស័ព្ទដៃឯងអញ្ចឹងយើងវាយនៅលេខទូរស័ព្ទដៃរបស់យើងឲ្យគ្រប់ចំនួនមកវានឹងបង្ហាញផ្ទាំងបែបនេះហើយអ្វីដែលសំខាន់ដែលខ្ញុំចង់បដោតទៅលើវីដេអូមួយនេះហើយចង់បង្ហាញជូនបងប្អូននោះគឺបងប្អូនអាចធ្វើការចុច link នៅខាងក្រោមដែលគេដាក់ QR code ហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើការចុច link នឹងរួចរាល់ហើយវានឹងដំណើរការហើយវានឹងបង្ហាញ QR code ឲ្យតែម្ដងបាទអញ្ចឹងត្រង់ចំណុចនេះបងប្អូនត្រូវតែមានទូរស័ព្ទមួយទៀតមកណាដើម្បីយើងធ្វើការ scan QR code ហ្នឹងទៅហើយយើងចុចទៅលើ link យើងអាចចូលទៅប្រើប្រាស់នៅកម្មវិធី Telegram នឹងបានហើយអូខេអញ្ចឹងវីដេអូក្នុងការចែករំលែកមានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា